ការចិញ្ចឹមក្ងានអាចឲ្យបានផលច្រើននិងចំណេញល្អបើអ្នកគ្រប់គ្រងត្រឹមត្រូវពីពូជអាហារនិងទីផ្សារខាងក្រោមនេះជាវិធីសាស្ត្រសំខាន់ 1. ជ្រើសរើសពូជល្អជ្រើសក្ងានមានសុខភាពល្អស្បែករលោងភ្នែកភ្លឺពូជល្អលូតលាស់លឿនដាក់ពងច្រើនជ្រើសកូនក្ងានអាយុ 1 ដល់ 2 សប្តាហ៍ពីកន្លែងជឿជាក់បាន 2. រៀបចំកន្លែងចិញ្ចឹមមានទំហំទូលាយមានខ្យល់ចេញចូលល្អមានទឹកស្អាតសម្រាប់ហែលសំខាន់ណាស់សម្រាប់ក្ងានកុំឲ្យសើមពេកដើម្បីជៀសវាងជំងឺ1 ម៉ែត្រការ៉េអាចដាក់បានប្រហែល 2 ទៅ 3 ក្បាល 3. អាហារគន្លឹះចំណេញក្ងានស្រឡៃស្មៃភីអាចកាត់បន្ថយថ្លៃអាហារបន្ថែមអង្ករបាយខ្ទឹមសអាហារស្រាប់បំបែវ 2 ទៅ 3 ដងថ្មួយថ្ងៃផ្ដល់ទឹកស្អាតជានិច្ចដាវគិលឹះបញ្ចេញឲ្យស៊ីស្មៅនៅវាលចំណាយតិចចំណេញច្រើន 4. ការពារជំងឺចាក់វ៉ាក់សាំងតាមកាលវិភាគសម្អាតកន្លែងចិញ្ចឹមជាប្រចាំបំបែកក្ងានឈឺចេញភ្លាម 5. ផលិតកម្មសាច់និងពងក្ងានអាចដាក់ពងចាប់ពីអាយុជិត 6 ទៅ 8 ខែមួយឆ្នាំអាចបានប្រហែល 30 ទៅ 50 ពងមួយក្បាលអាចលក់ពងគងក្ងានសាច់ក្ងាន 6. គន្លឹះបង្កើនផលនិងចំណេញចិញ្ចឹមជាក្រុម20 ទៅ 100 ក្បាលឡើងទៅបង្កើតទីផ្សារមុនដូចជាភោជនីយដ្ឋានឬផ្សារបង្កាត់ពូជដោយខ្លួនឯងធ្វើឲ្យកាត់បន្ថយចំណាយគ្រប់គ្រងអាហារនិងទឹកឲ្យមានគុណភាព 7. គំរូចំណេញខ្លីៗចំណាយកូនក្ងានអាហារនិងថែទាំចំណូលលក់សាច់ពងកូនប្រសិនបើគ្រប់គ្រងល្អអាចចំណេញ 30 ទៅ 50%